ជំរាបសួរអ្នកទាំងអស់គ្នាឥឡូវខ្ញុំតាមដានរឿង One Piece ទាំងអស់គ្នាពីវគ្គមុនហ្នឹងគឺ Luffy គឺអាចជួននឹងWednesday ជាមួយនឹង Mr. Nine ទៅកោះមួយគឺជាកោះប្លាលបងយាអីចឹងណាអ្នកគ្នាពេលនោះគឺអាកាសធាតុនៅទីនោះគឺម្ដងក្តៅម្ដងធ្លាក់ព្រើគឺប្រែប្រួលលឿនខ្លាំងមែនទែននៅពេលនោះគឺ Luffy មិនខ្វល់ទេគឺលេងអាព្រិលនឹង2នាក់អូសកហើយដល់ពេលទៅពួកគេបានជួបហើយពួកគេក៏ជួយអត់តាសូរ៉ូមួយគឺគាត់នៅទីសំពឹកនឹងឯងដល់ពេលងើបឡើងហើយតែបណ្ដេកអស់ចឹងវិញមេឃឡើងភ្លឺទៅអ្នកអំព្រមព្យាអូយហត់ចំយើហើយឯងពីណាគេWednesday Mr. Nine អញ្ចឹងហើយឯងនឹងមានកម្រងការស្អីមិនតែយើងមិនដឹងមែនឯងកុំនិយាយច្រើនមើលនិយាយនេះគេទៅមកថ្មីគេខំឲ្យអ្នកការមួយហើយពួកគេក៏បានទៅដល់កោះប្លាលបងយានឹងហើយអ្នកទាំងអស់គ្នាហើយកោះមួយនឹងគឺជាកន្លែងរបស់ពួក Wednesday និង Mr. Nine នឹងឯងហើយពួកគេក៏លា Luffy ទៅមុនហើយ Luffy ក៏មិនខ្វល់ដែរគឺនៅនឹងឯងហើយ Luffy គាត់ថាគាត់ចង់ធ្វើដំណើរទៅមុខតែ Nami នឹងប្រាប់ថាពួកគេត្រូវសម្រាកនៅកោះនឹងមួយរយៈសិនអីចឹងពេលទៅដល់គឺឃើញក្រុមនោះនឹងគឺច្រើនខ្លាំងតែអូសកបានត្រៀមជាពាមនឹងបាញ់ពួកគេប៉ុន្តែពួកគេក៏បានមកវល់សាទរនឹងឲ្យក្រុម Luffy តែប៉ុណ្ណោះពួកគេប្រាប់ថាអរគុណវីរៈបុរសសមុទ្រមានន័យថាពួកគេនឹងគឺចូលចិត្តមនុស្សសមុទ្រនឹងគឺដូចជា idol របស់ពួកគេចឹងហើយនេះគឺជាមេភូមិរបស់គាត់ខ្ញុំហៅថាមេភូមិទៅគឺស្រួលស្ដាប់ហើយពួកគេក៏ធ្វើការជប់លីងឲ្យ Luffy នៅយប់នោះតែម្ដងទៅអ្នកទាំងអស់គ្នាហើយចំណែក Luffy វិញគិតតែញ៉ាំហើយចំណែកសានជីក៏មិនខុសចូលចិត្តតែស្រីហើយចំណែកអ៊ូសុកម៉ែឪអាកំពូអ៊ូតហើយណាមីគឺអត់សូវឃើញគាត់ហូបគាត់ញ៉ាំអីចឹងដល់ពេលទៅគឺមេភូមិហ្នឹងគាត់បានដើរទៅដល់ប្រាប់ថាតើខ្ញុំភ្នួដាក់លុយអ្នក10000 berry អត់អីទេចូលបានតាពេលនោះនាងក៏បបួលសូរ៉ូហ្នឹងគឺទៅផឹកទាំងអស់គ្នាដល់អស់13កែវមកគឺណាមីគឺជាអ្នកឈ្នះពេលនោះគឺក្រុមរបស់ Luffy ដេកអាណូអាណាគឺស្លាប់អស់ហើយចំណែកក្រុមរបស់ Mr. Nine Wednesday ហ្នឹងគឺបានឃើញម្នាក់ទៀតឈ្មោះ Monday ហ្នឹងឯងហើយពួកគេថាត្រូវចាប់ Luffy ឲ្យបានគឺគាត់មានតម្លៃដល់ទៅ30លាន berry នោះចឹងហើយចាប់ឲ្យបានចាប់ទាំងរស់តែសម្រាប់ពួកគេគឺកាត់អស់30%ចឹងខាតខ្លាំងមែនទែនតែពេលនោះសូរ៉ូក៏ដឹងគាត់ធ្លាប់ធ្វើជាអ្នកប្រមាញ់ចោលសមុទ្រដែរចឹងហើយគាត់ដឹងគ្រប់យ៉ាងអំពីចោលសមុទ្រឬក៏អ្នកប្រមាញ់ចោលសមុទ្រហ្នឹងហើយគាត់ក៏ត្រូវពួកគេជា100នាក់ហ្នឹងគឺតាមចាប់សូរ៉ូផងដែរហើយ Mr. Nine និង Wednesday ថាអានឹងគឺជាជនបង្កប់សោះហើយទៅគាត់ថាក្រុមរបស់ឯងឈ្មោះ GG ហ្នឹងមែនហើយគាត់ដឹងថាសូរ៉ូហ្នឹងគឺដឹងក្រុមឈ្មោះរបស់ក្រុមពួកគេហ្នឹងគឺដេញកាប់ដេញសម្លាប់ដេញចាក់ទៅកាន់សូរ៉ូប៉ុន្តែសូរ៉ូគឺមិនអន់នោះទេហើយចំណែក Luffy គេដើរជួននៅម្នាក់ទៀតចំណែក Nami គឺគេអ្នកធ្វើស្លាប់នោះទេព្រោះនាងចង់លួចរបស់អ្នកភូមិហ្នឹងអ្នកគ្នាព្រោះនាងដឹងតាំងពីដំបូងនោះហើយចំណែក Luffy វិញគឺដេកនៅនោះហើយពេលនោះក្មេងអ្នកចង់វាយប្រហារសូរ៉ូតែវាគឺជាល្បិចរបស់នាងទេតែសូរ៉ូកាប់ពីដៅហើយរបួសធ្ងន់ពេលនោះម្នាក់ដែលឈ្មោះ Monday ហ្នឹងក៏ប្រើកណ្ដាប់ដៃស្នាប់ដៃវាយទៅកាន់សូរ៉ូឡើងផងដីមេភូមិថាអូវាចប់ហើយរឿងទាំងអស់នេះប៉ុន្តែគឺសូរ៉ូបានច្បាច់ក្បាលរបស់នាងធ្វើឲ្យនាងសន្លប់បាត់ស្មារតីនៅពេលនោះបាត់ទៅហើយសូរ៉ូក៏ប្រាប់ថាម៉េចក្នុងខ្លួនគិតអីពីពួកអស់នេះហើយចំណែក Wednesday និង Mr. Nine វិញក៏ចូលមើលហើយមេភូមិក៏ប្រើអាវុធដែលផ្លុំមកចេញដូចក្រកភ្លើងចឹងហើយ Mr. Nine គឺមានប្រាប់ដូចវាយ basketball ដែកមួយហ្នឹងហើយណាអឺ Wednesday មានឈ្មោះថា Caro គឺទា Caro ហើយនាងក៏បានចាក់ក្បាច់ចាក់ន្ទង់ដើម្បីបន្ទន់ជង្គង់របស់សូរ៉ូផងដែរហើយនាងក៏រត់ទៅកាន់សូរ៉ូតែផ្លាត់ជើងគឺធ្លាក់ទៅកាន់ម្លងមួយពេលអប៉ិនេះគឺបោះមកគឺចងទៅកាន់សូរ៉ូហើយនាងក៏ថាយើងនឹងសម្លាប់លោកពីចោលបាយក៏ខ្លួនឲ្យយើងទេអប៉ិនេះគឺប្រើកំភ្លើងនៅសក់គាត់គឺបាញ់ទៅកាន់សូរ៉ូតែម្ដងតែ
ទៅគវីក្បត់ត្រូវ Mr. Nine វិញហើយទៅត្រូវគ្នាទៀតពេលនោះគាត់ក៏បានជន់ Luffy ទៅចាត់ការមេភូមិនឹងបានសម្រេចផងដែរពេលនោះគឺ Mr. Fine និងម្នាក់ទៀតខ្ញុំហៅគាត់ថាជេកជេចុះគឺព្រោះស្ដាប់ខ្លាំងមែនទែនជេកជេនិង Mr. Fine ហ្នឹងគឺបានមកថាយើងនឹងមកចាត់ការក្រុម Luffy ជំនួសពួកឯងហើយហាប់ចែងឆ្ងាយទៅស្មើយើងមិនដឹងមែនព្រះនាងវីវីគឺនាងបានបង្កប់ខ្លួននៅក្នុងក្រុមយើងរយៈពេលជាយូរមកហើយស្មានតែយើងមិនដឹងថាឯងគឺមកពី Alastair មែនទេប៉ុន្តែមេភូមិក៏បានជួយវីវីដើម្បីហើយ Mr. Nine ក៏បានជួយវីវីផងដែរហើយដល់ពេលទៅ Mr. Fine ហ្នឹងគឺគាត់បានប្រើអាចចំមុខដ៏មានអានុភាពរបស់គាត់ផ្ទាត់ទៅខ្ទុកដូចគ្រប់បែកចឹងអ្នកគ្នាប៉ាំងខ្ទុកខ្ទេចខ្ទីតែម្ដងហើយដល់ពេលទៅ Mr. មេភូមិនឹងដែលមានឈ្មោះថាអាយការ៉ូនឹងគឺបានទៅសុំសូរ៉ូនឹងឲ្យជួយពួកគេផងហើយពេលនោះណាមីក៏ទៅថាចាំពួកគេជួយតែសូរ៉ូទៅប្រកែកយ៉ាងណាក៏នៅប្រកែកមិនឈ្នះណាមីដែរអ្នកគ្នាហើយពេលនោះ Luffy ក៏បានភ្ញាក់ពីដំណេកហើយគាត់ក៏បានឡើងទៅឈួចអីចឹងណានៅមាត់ទន្លេដល់ពេលទៅគាត់ក៏ឃើញប្រជាជនជាច្រើនទៅដួលពេលគាត់សួរនាំក៏ដឹងថាសូរ៉ូអ្នកវាយពួកគេរបួសធ្ងន់ចឹងឯងហើយវីវិញជីទាខារ៉ូនឹងទៅជួបជាមួយនឹងនារីសាច់ដុំឈ្មោះ Monday ហ្នឹងហើយនារីសាច់ដុំថាតើគាត់នឹងអ្នកប្រយុទ្ធជាមួយនឹង Mr. Fry ហើយដល់ពេល Mr. Fry គ្រាន់មកដល់ភ្លាមដាក់តែម្ដាយដេកទៅលើដីដោកតែម្ដងគឺមិននិយាយច្រើនទេហើយចំណែកអ្នកនាង GG នេះវិញគឺជីកជេហើយគឺគាត់បានប្រើទម្ងន់របស់គាត់ដល់ស្រាយទម្លាក់ឲ្យខ្លះជា10តោនដើម្បីសង្កាត់លើវីតែមិនត្រូវទេពេលនោះបានសូរ៉ូមកជួយអ្នកវីនឹងទេខំអីគឺវីនឹងគឺស្វ័យរបស់អាប៉ែ Mr. Fry នឹងហើយដល់ពេលទៅ Luffy ម្ដងគឺវាយសូរ៉ូយកប្រដឹងថាគាត់នឹងគឺអ្នកវាយទៅកាន់ក្រុមមនុស្សអញ្ចឹងតែសំណាងមិនល្អគឺគាត់ធាក់ទៅត្រូវ Mr. Fry ផ្ទុះប៉ុន្តែពេលចេញមកវិញគឺ Mr. Fry ត្រូវ Luffy វាយបែកមកខ្ទេចខ្ទីហើយពេលនោះនារីដែលឈ្មោះហ្នឹងគឺបានធ្វើការបន្លាងគីឡូនេះតែសូរ៉ូក៏កិច្ចផុតតែផងខ្លួនឯងចឹងណាពួកគេក៏បន្តវាយគ្នាទៀតវាយចុះវាយឡើងពួកនឹងនៅអំរៀងចារត់ចូលទៀតត្រឹមមក super ខ្ទៀតទៅឆ្ងាយទៀតតែម្ដងហើយពេលនោះបានតាណាមីមកទេហើយហែកមាត់ហែកអីគ្នាដល់ពេលដឹងហើយលោកវិថាមួយថ្ងៃប្រាប់ខ្ញុំណាដល់ពេលទៅណាមីក៏សួរនាំទៅកាន់វីថាហើយនាងត្រូវជួយនឹងគឺឲ្យលុយនៅច្រើនតិចមកហើយវីថាប្រទេសជាតិរបស់នាងនឹងព្រោះខ្សែធនផងហើយមកចឹងអីគឺនាងខ្លាចតែមានអ្នកកាន់កាប់ចំនួនឪពុករបស់នាងទេហើយនគររបស់នាងនឹងគឺអធិកធមមិនមែនតែគ្មានលុយសំបី100រៀលនោះទេចឹងហើយទៅនាងបន្លំមកចូលនៅក្នុងក្រុម GG ហ្នឹងឯងដល់ពេលដែលផ្លូតមុននិយាយថាក្រកដៃភ្លាមគឺពួកអាពីក្បាលនេះគឺវានៅខាងលើហ្នឹងវាចាំស្ដាប់ហ្នឹងឯងហើយក៏បញ្ជូនសារទៅក្រកដៃហើយគាត់ក៏បានគូរូបពួក3នាក់ហ្នឹងទុកផងដែរណាមីជាងគេហ្នឹងព្រោះគាត់ដឹងថាក្រកដៃគឺជាអ្នកចម្បាំងដ៏ខ្លាំងទាំង7នៅក្នុងម្នាក់នៅក្នុងទាំង7នោះណាទាំង7រូបខ្ញុំប្រាប់ឲ្យច្បាស់តែម្ដងទៅហើយទៅមកបែកមួយទៅជាមេភូមិហ្នឹងគឺបានយកតបតែងធ្វើជាវីចឹងណាគ្នាហើយ3នាក់ទៀតគឺជាក្រុមរបស់ Luffy ហើយគាត់ក៏ធ្វើការទៅមុនហើយពេលនោះក៏មានអ្នកណាមួយបានផ្ទុះទូករបស់គាត់ខ្ទេចខ្ទីអស់ទៅគ្រាន់ Luffy មើលឃើញពីចម្ងាយហ្នឹងគឺមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងតែហើយនៅយូរទេគឺនាំគ្នាគាត់រត់នឹងឯងហើយពេលដែលរត់ដល់នេះគឺជួបជាមួយនឹងនារីម្នាក់ឈ្មោះ Sunday ហើយនឹងជាដៃស្ដាំរបស់ប៉ែ Mr. Zero នឹងឯងហើយដល់ពេលទៅនាងមិនធ្វើអ្វីទាំងអស់គ្រាន់អង្គុយស្ងៀមក៏ចាត់ការក្រុម Luffy បានបាត់ទៅហើយអ្នកគ្នានឹងថានាងមិនទាន់បានទទួលបញ្ជាពីក្រកដៃហ្នឹងបានមកសម្លាប់ពួកគេទេហើយខ្ញុំបញ្ជាក់ឲ្យអ្នកគ្នាទៅក្រកដៃនឹង Mr. Zero វាដូចតែគ្នាហ្នឹងឯងហើយពេលនោះនាងក៏បានឲ្យfocus មួយទៅកាន់ពួកគេដើម្បីទៅកោះថ្មីហើយទៅមកនាងថាបើមិនចង់បានក៏មិនអីដែរហើយនាងក៏ចាក់ចេញ
ពីទីនោះបាត់ទៅអ្នកគ្នាហើយពួកគេក៏បន្តដំណើរទៅកន្លែងថ្មីនឹងឯងហើយរឿងយើងគឺចប់តែប៉ុណ្្នឹងឯងបើអ្នកគ្នាគិតថារឿងនឹងល្អមើលសូមអ្នកគ្នាជួយចុច like មួយហើយបើរួចរាល់ហើយតោះបាយបាយអ្នកទាំងអស់គ្នាសូមឲ្យអ្នកគ្នាមានប្រជញ្ញយឺនយូរបាយបាយមែនទែនហើយជម្រាបលាអ្នកគ្នា